ជំរាបសួរបងប្អូនស្រីទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកឆ្លើយសំណួរពីប្រិមិត្តមួយចំនួនទៀតហើយអ្នកគ្រូហៅអ្វីបានជាស្ត្រីតែងតែមានជំងឺធ្លាក់សហើយបណ្ដាលមកពីអ្វីស្ត្រីធ្លាក់សគឺបណ្ដាលមកពីជំងឺរលាកទ្វារមាសរលាកមាត់ស្បូនឬក៏រលាកអាងត្រគាជំងឺរលាកទ្វារមាសមានដូចជារលាកដោយសារបាក់តេរីក៏ធ្វើឲ្យធ្លាក់សរលាកទ្វារមាសដោយសារជំងឺផ្សិតក៏ធ្វើឲ្យធ្លាក់សរលាកទ្វារមាសដោយសារជំងឺទ្រីគីម៉ូណាសក៏ធ្វើឲ្យធ្លាក់សជំងឺរលាកមាត់ស្បូនដោយសារប្រមេះទឹកបាយក៏ដោយប្រមេះទឹកថ្លាក៏ដោយក៏ធ្វើឲ្យស្ត្រីធ្លាក់សដូចគ្នាជំងឺរលាកអាងត្រគាក៏ធ្វើឲ្យស្ត្រីធ្លាក់សដូចគ្នាជាពិសេសបើសិនជារលាកអាងត្រគាធ្ងន់ធ្ងរធ្វើឲ្យស្ត្រីធ្លាក់សអាចមានឈាមតែសូមកុំបារម្ភបើសិនជាធ្លាក់សរតាមដៃបើព្យាបាលហើយនៅតែកាត់ឡើងវិញដដែលហើយទ្វារមាសស្ត្រីតែងតែស្ងួតមិនមានសំណើមសូមកុំភ្លេចព្យាបាលដោយឱសថបារាណចំប៉ីពីបងប្អូនស្ត្រីអាចព្យាបាលដោយការផឹកចំប៉ីពីមួយកម្ដបព្រឹកមុនឬក៏ក្រោយបាយនិងល្ងាចមុនក៏ក្រោយបាយយើងអាចប្រើគួបជាមួយនឹងថ្នាំលាបសើស្បែកក៏បានដើម្បីផ្ដល់សំណើមនៅខាងក្រៅវិញប្រសិទ្ធភាពគឺមើលឃើញចាប់ពី3ថ្ងៃឡើងទៅយើងផឹកចំប៉ីពីនឹងជាដាច់រោគស្ត្រី 100% នៅពេលដែលជាដាច់ហើយគឺពុំមានការរើឬក៏កើតឡើងវិញដដែលទេចាសសូមអរគុណ